ប្រាប់ហើយប្រាប់ថាខ្ញុំទៅមកពីផ្សារទេខ្ញុំអត់ទិញទេខ្ញុំទិញរួចហើយចុចកាផ្លេតែបងប្អូនហើយមួយប្រចាំថាឲ្យតែរបស់សល់អីយកមកឲ្យចុចកាផ្លេតែបើសតថាពីអីវ៉ាន់ពេញម៉ូតូអត់ចង់ឈប់សោះឲ្យតែសល់បន្តិចនឹងដឹងមិនចេះតែបលួងឲ្យយកមកបងប្អូនដោយសារអីខ្ញុំជួយចិត្តរបស់ថោកថ្ងៃនេះសល់ត្រីតាពីដឹងតែខ្ញុំជួយចិត្តត្រីប្រាវដល់ពេលមកជួយប្រហើយមួយអាថាមិនទិញឲ្យនោះបន្លែនៅឯនោះឡងពេញទូពេញធុងមិនទាន់បានរៀបចូលធុងស្រួលបួលផងឥឡូវមកឲ្យទិញត្រីតាទិញដែរបងប្អូនប៉ុន្តែដោយសារតែគាត់ប្រហើយតម្លៃសមរម្យអញ្ចឹងហើយនឹកឃើញថាវាគួរសមដែរនឹងយកមកហូបពីរំតម្លៃក៏សមរម្យដែរក៏ទិញទៀតទៅហ្នឹងហើយថាកុំឲ្យទៅមើលនៅទៅមើលទៀតប្រាប់តានឹងដាក់អន្ទាក់នៅអត់ជឿទៀតបងប្អូននៅទៅមើលឥឡូវទិញបានសម្រេចមែនដោយបងប្អូនតែងតែដឹងហើយថាផ្ទះខ្ញុំគឺថាមួយអាទិត្យខ្ញុំទៅផ្សារតែម្ដងទេគឺខ្ញុំទៅចំថ្ងៃអាទិត្យដោយសារតែកូនខ្ញុំទាំងពីរនាក់គឺរៀនទាំងពីរហើយខ្ញុំជាអ្នកលក់ដូរបើអញ្ចឹងខ្ញុំអត់អាចទៅផ្សាររាល់ថ្ងៃបានទេខ្ញុំទិញមកហូបទុកដូចជាមានសាច់មានត្រីមានបន្លែអញ្ចឹងទៅទុកក្នុងធុងស្រាប់អញ្ចឹងទៅពេលខ្ញុំត្រូវការធ្វើម្ហូបអីគឺខ្ញុំផ្សាយផ្សំដូចយើងដើរផ្សារដែរក៏ប៉ុន្តែគ្រាន់តែថាយើងយកទៅទុកខ្លះសេអញ្ចឹងណាបងប្អូនដូចជាជួនណាទៅមានត្រីមានសាច់អញ្ចឹងទៅហើយមានបន្លែចិបអញ្ចឹងយើងធ្វើទៅហើយសម្រាប់ថ្ងៃនេះដែរគឺរៀបចំបន្លែដូចជាមានសម្លប្រហើអីដែរហើយមានស្ពៃមានត្រួយលពៅមានអីចឹងណាបងប្អូនឲ្យមុខតិចចឹងទៅអត់ដឹងថាធ្វើអីពិតប្រកបទេក៏ប៉ុន្តែសម្រាប់ថ្ងៃនេះគឺកូនពៅចង់បានគោឡើងភ្នំចង់ញ៉ាំគោឡើងភ្នំតែដល់ពេលម៉ែនេះចង់ទៅពីតាផ្ទះណាឥឡូវមកទិញអីគេបងប្អូននេះណែបងប្អូនខ្ញុំមកឲ្យមើលកញ្ឆែតទឹកល្អមែនទេណាកញ្ឆែតនេះឆ្លក់ទឹកហ្មងវាលូតតាមទឹកវែងស្រួយស្រាប់ល្អណាបងប្អូនអើយហើយខ្ចីលវក់ហ្មងណាហើយដូចនឹងស្រាប់ចឹងឲ្យបងប្អូនទិញមកពេលខ្លះត្រូវទៅពេលខ្លះផ្លិចឲ្យលួចចោលដែរទេបងប្អូនប៉ុន្តែគឺខ្ញុំចូលចិត្តបន្លែកញ្ឆែតទឹកនឹងខ្លាំងទៅជើងផ្សារជើងណាក៏ខ្ញុំទិញកញ្ឆែតទឹកមកដាក់ក្នុងធុងក្លាសេដែរហើយសម្រាប់ថ្ងៃនេះគោឡើងភ្នំរបស់ខ្ញុំរាងកូនកាត់ហើយកូនកាត់នេះកូនកាត់ប្រសិទ្ធប្រសាទដូចអត់ដឹងថាកើតជាស្អីមែនទេគឺមានតែកញ្ឆែតទឹកខ្ចីលវក់នឹងតកួនហើយនឹងផ្លូវកែបនិយាយទៅបើអត់ដឹងជាគោឡើងភ្នំមិនដឹងជាស្អីទេនេះបងប្អូនហើយមានមឹកបន្តិចមកសាច់គោបន្តិចទៅសិតបញ្ចូលបន្តិចទៅអត់បានដាក់ក្រត់ដាក់អីទេហើយនេះបន្លែមានអីទេបងប្អូនអើយសាច់បន្តិចអីបន្តិចហ្នឹងខ្ញុំយកមកដាក់ស្លប្រហើនេះទិញត្រៀមអញ្ចឹងបងប្អូនថ្ងៃណាយើងនឹកឃើញស្លប្រហើថ្ងៃណានឹកឃើញឆាថ្ងៃណានឹកឃើញស្ងោអីដាក់ស្ងោនឹងចឹងទៅបងប្អូននេះខ្ញុំទិញមួយម៉ងទិញចឹងហើយបន្ទាប់ពីខ្ញុំទិញរួចហើយហ្នឹងណាអើយមួយចាស់ខ្ញុំគាត់ធ្លាប់តែមកចុចកាផ្លេតែចឹងហើយដល់ពេលមានណាបងប្អូនឃើញគាត់ណាខ្ញុំរៀបអីវ៉ាន់ចូលធុងអត់ទាន់ហើយផងខ្ញុំចុចកាផ្លេមកឲ្យជួយទិញអត់ទេពូឲ្យខ្ញុំទៅមកពីផ្សារមកជួយប្រហើយធូទេមានណាបងប្អូនជាប់តាក់គាត់តតែបានអញ្ចឹងបានថាជីវិតស្ត្រីមេផ្ទះវាមិនស្រួលទេបងប្អូនអើយនិយាយពីបើយើងអត់ឆ្លៀតទេគឺច្បាស់ជាម្ហូបស្រាប់រងថ្ងៃហើយបើសួរថាលក់អីវ៉ាន់ចាប់ហួយដាច់ខ្លាំងណាស់វាមិនដាច់អីណាទេតែបងប្អូនដូចដឹងស្រាប់ហើយអីវ៉ាន់ចាប់ហួយនេះគឺអីវ៉ាន់រវល់ជាប់ដៃជាប់ជើងច្រើនមែនទែនបងប្អូនអញ្ចឹងអាពេលដែលយើងធ្វើម្ហូបហ្នឹងខ្ញុំអត់មានចក្រានម៉ាយនៅមុខផ្ទះទេគឺខ្ញុំនៅក្រោយផ្ទះរត់ចុះរត់ឡើងចានំ500នំ1000ប៊ីចេងស្ករខ្ទឹមគឺរត់ថាដាច់ជើងចោលបើនិយាយពីរឿងគីឡូម៉ែត្រវិញខ្ញុំទៅដល់ផ្សារប៉ោយប៉ែតហើយបែបមើលទៅបងប្អូនហើយប៉ុណ្្នឹងហើយវាអត់ព្រមស្រកស្រតនាទៀតបងប្អូនអាសាមានបងប្អូនយើងសួរខ្ញុំមែនទែនថាហេតុអីបានអត់យកឈ្នួលដាក់ជួយលក់ជួយធ្វើម្ហូបជួយដាំស្លអីចឹងដើម្បីសម្រាលបន្ទុកខ្លះហ៎បងប្អូនប៉ុន្តែជាស្ដែងខ្ញុំធ្លាប់ទៅសាកល្បងហើយប៉ុន្តែវានិយាយទៅវាអត់សមស្របនឹងចំណូលយើងសោះមានអារម្មណ៍ថាខ្លួនឯងទូទាត់លត់សោយជាមួយឈ្នួលអត់ត្រូវទេបងប្អូនអើយអញ្ចឹងហើយក៏កាត់បន្ថយមកវិញទៅព្យាយាមធ្វើអ្វីដែលខ្លួនឯងទៅកុំឲ្យសូវនេះចឹងណាចំណាយច្រើនណាព្រោះអីគិតមើលទៅវាអត់ដាច់អីណាទេបើឡើយទៅជួលឈ្នួលទៀតយើងច្បាស់ជាអត់ដល់រួចថ្លៃចំណាយចំណូលយើងទេវាអត់ស៊ីសង្វាក់គ្នាអញ្ចឹងហើយក៏សម្រេចចិត្តថាធ្វើម្នាក់ឯងទៅកុំឲ្យវាចុះសហុយពេកអញ្ចឹងមើលទៅវានឹងពិបាកតែបើគិតទៅវាអត់ពិបាកអីទេបងប្អូនអើយវាដាច់មួយសាដែរទេសំនឹងសេដ្ឋកិច្ចយើងឥឡូវវាអត់សូវទលំទលាយផងអញ្ចឹងហើយមានការងារខ្លះក៏ឲ្យកូនជួយធ្វើទៅងាកមកមើលក្រោយផ្ទះនេះកូនវាហាលបងប្អូនហើយនេះជាការងារដែរណាមិនមែនអត់ការងារទេហាលសម្រាមបងប្អូនសម្រាមនេះត្រូវភ្លៀងត្រូវផ្គោប្រហែលថ្ងៃហើយក៏វាហាលថ្ងៃអាទិត្យនេះវាហាលទៅក៏ដុតសម្រាមទៅអញ្ចឹងការងារខ្លះចែកឲ្យកូនខ្លះទៅយើងមានកូនដែរពេលថ្ងៃសៅរ៍អាទិត្យវាជួយស្រាលបន្ទុកយើងខ្លះហើយធ្វើតែពេលថ្ងៃធម្មតាវាអត់នៅផ្ទះមែនប៉ុន្តែពេលព្រឹកព្រលឹមអីហើយពេលល្ងាចវាជួយជូនវ៉ាន់ទៅប៉ុណ្ណឹងបានហើយរាំងហត់បន្តិចទៅដឹងទាំងធ្វើម៉េចបើចំណូលយើងអត់ច្រើនខ្ញុំជឿថាមានបងប្អូនជាច្រើនបងប្អូនស្រីយើងដែលមកទៅផ្សារតែម្ដងភាគច្រើនគឺអ្នកធ្វើការធ្វើអីនឹងឯងខ្ញុំមិនមែនអ្នកធ្វើការទេអ្នករកស៊ីលក់ដូរទេប៉ុន្តែមកទៅបានទៅផ្សារម្ដងអញ្ចឹងដែរទៅហើយក៏ផ្ដាំទៅមួយបន្លែមួយសាច់ដែរបើបាត់ឃើញអត់សូវឃើញនឹងអត់មានអីទេគឺថាមកទៅផ្សារតែម្ដងទេអ្នកខ្លះថាបាត់យូរម្លេះតាមពិតមិនមែនទេតាមអាទិត្យទេគឺថា7ថ្ងៃទេរៀងរាល់ថ្ងៃអាទិត្យគឺទៅរហូតសោះហ្នឹងថាដូចបាត់យូរតាមពិតមិនមែនទេ